បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញនៅឡានមួយគ្រឿងបាទហើយក៏ដូចជាចង់ប្រៀបធៀបបាទចង់ប្រៀបធៀបឡាន LE និង XLE ខុសគ្នាត្រង់ចំណុចណាខ្លះបាទមានបងប្អូនច្រើនមកសួរមកខ្ញុំក៏ដូចជាចម្ងល់ហ្នឹងនៅតែមានអញ្ចឹងណាចម្ងល់ហ្នឹងនៅតែមានថាឡាន LE និង XLE បាទប្រភេទបន្លែហ្នឹងខុសគ្នាត្រង់ចំណុចណាខ្លះហើយមើលអាម៉េចបានដឹងថា LE ហើយមើលយ៉ាងម៉េចបានដឹងថា XLE បាទអញ្ចឹងវាមានចំណុចច្រើនខុសគ្នាបាទអញ្ចឹងបើខ្ញុំបកស្រាយទៅអស់មិនអស់យ៉ាងម៉េចក៏សូមអធិស្ឋានបងប្អូនបាទអធិស្ឋានបាទអញ្ចឹងខ្ញុំលើកតែចំណុចសំខាន់ប្រាប់បងប្អូនឲ្យដឹងបាទតាមពិតវាមានចំណុចច្រើនមកខុសគ្នាប៉ុន្តែយើងលើកទៅចំណុចមួយចំនួនបាទអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាអញ្ចឹងយើងមើលពីខាងក្រៅគឺក៏អាចដឹងខ្លះដែរបាទក៏អាចដឹងខ្លះដែរថាឡានហ្នឹង XLE ឬក៏ LE បាទអញ្ចឹងយើងអាចមើលដឹងបាទពីខាងក្រៅណាបាទទី1គឺយើងមើលផ្នែកខាងក្រោយខាងស្ដាំបាទចិត្តស្តុបហ្នឹងចិត្តស្តុបខាងស្ដាំហ្នឹងហើយខាងក្រោយហ្នឹងគឺយើងមើលអក្សរនេះទៅបាទមើលអក្សរនេះទៅគឺថាបើ LE វាដាក់ថា LE អញ្ចឹងបាទតែបើ XLE វាថែមអក្សរ X ទៀតបាទថែមអក្សរ X ពីមុខនឹងទៀតប៉ុន្តែកន្លែងអក្សរហ្នឹងគេអាចបិទបានគេអាចទិញយកមកបិទបានបាទហើយយើងឃើញថា XLE ក៏យើងមិនប្រកាសថាវាជា XLE ដែរបាទអ្នកខ្លះជួនកាលអ្នកខ្លះក៏ទិញអក្សរ XLE យកមកបិទដើម្បីថាឡានខ្លួនឯងហ្នឹងជា XLE អញ្ចឹងណាបាទប៉ុន្តែយើងនៅមានចំណុចមើលទៀតបាទយើងមើលទៅនឹងហើយគឺយើងអត់តន់ជឿជាក់ 100% ទេគឺយើងទៅមើលទៀតបាទតើទៅមើលតាណាទៀតបាទគឺយើងមកមើលកង់អញ្ចឹងឡាន LE បាទកង់មុខវាគឺមានប្រាំងអញ្ចឹងប្រាំងគៀបអញ្ចឹងបើឡាន LE គឺវាមានប្រាំងគៀបហ្នឹងតែខាងមុខទេបាទមានប្រាំងគៀបតែខាងមុខទេរីឯខាងក្រោយគឺអត់មានខាងក្រោយនោះគឺអត់មានប្រាំងគៀបទេគឺប្រាំងប្រភេទប្រាំងត្រឡោកណាប្រភេទប្រាំងត្រឡោកធម្មតាអញ្ចឹងបាទប្រភេទប្រាំងត្រឡោកធម្មតាប៉ុន្តែបើ XLE គឺប្រាំងវាគឺគៀបទាំងមុខទាំងក្រោយបាទប្រាំងវាគៀបទាំងមុខអាខាងក្រោយនេះក៏គៀបដែរអញ្ចឹងបានន័យថាបើឃើញប្រាំងគៀបមកក្រោយអាហ្នឹងឡានហ្នឹងគឺ XLE បាទបើឃើញតែគៀបទៅខាងមុខអាខាងក្រោយទៅប្រភេទត្រឡោកចេះទេគឺ LE បាទ LE ប៉ុន្តែក៏យើងមិនតន់ជឿជាក់ដែរអញ្ចឹងយើងទៅមើលទៀតតើយើងទៅមើលតាណាទៀតអាហ្នឹងរូបរាងខាងក្រៅយើងមើលពីរចំណុចហើយតើយើងទៅមើលតាណាទៀតបាទអញ្ចឹងចំណុចទី3ផ្នែកខាងក្រៅគឺយើងមើលពិលកាងនេះបាទពិលកាងអញ្ចឹង LE ភាគច្រើនគឺអត់មានពិលទេមានពិលកាងទេអាហ្នឹងសម្រាប់ LE ណាបន្លែ LE គឺពិលកាងវាកម្រមានណាដែលមានគឺគេសិតតែចោះដាក់មានសិតតែគេចោះដាក់ទេចេញពីរោងចក្រចេញពីក្រុមហ៊ុនមកគឺអត់មានពិលកាងនឹងទេបាទតែបើសម្រាប់ឡាន XLE បើ XLE គឺពិលកាងនឹងមានហើយពិលកាងនឹងគឺចេញពីក្រុមហ៊ុនតែម្ដងបាទហើយបើយើងចង់ដឹងថាពិលកាងនឹងស៊ីនមិនស៊ីនក៏យើងអាចដឹងដែរគឺនៅយើងអាចទៅបើកនៅកន្លែងដៃចង្កូតបាទកន្លែងដៃចង្កូតបើកភ្លើងហ្នឹងបើពិលកាងគេដំឡើងទេពេលដែលយើងបើកភ្លើងហ្វាហើយក៏ពិលនេះនៅតែភ្លឺដែរពិលកាងនេះក៏នៅតែភ្លឺដែរប៉ុន្តែបើពិលកាងនឹងស៊ីនចេញពីក្រុមហ៊ុនពេលដែលយើងបើកភ្លើងហ្វានោះគឺអាភ្លើងពិលកាងវានេះគឺបិទ
ផ្ដាច់ស្វ័យប្រវត្តិបាទផ្ដាច់ដោយស្វ័យប្រវត្តិតែម្ដងអាហ្នឹងគឺស៊ីនហើយប៉ុន្តែបើយើងបើកភ្លើងហ្វាហើយអាភ្លើងខាងក្រោមនេះនៅតែភ្លឺទៀតអាហ្នឹងគេកែដាក់ទេបាទអាហ្នឹងគេកែដាក់ទេបាទអញ្ចឹងចំណុចខាងក្រៅគឺយើងមើល3ចំណុចហ្នឹងបាទ3ចំណុចហ្នឹងអញ្ចឹងតាមពិតទៅគឺយើងអាចទៅមើលដល់ក្នុងទៀតបាទអាចខាងក្នុងក៏យើងអាចដឹងថាឡានហ្នឹង LE ឬក៏ XLE បាទអញ្ចឹងទៅតាមដានទាំងអស់គ្នាបាទហើយជាដំបូងគឺយើងបើកមកគឺយើងមើលដៃទ្វារហ្នឹងបាទដៃទ្វារហ្នឹងបើដៃទ្វារជោអញ្ចេះទេគឺឡានហ្នឹង LE បាទតែបើ XLE គឺកន្លែងដៃទ្វារដែលយើងបើកនេះទាំង4គ្រាប់ហ្នឹងគឺក្រូមេបាទក្រូមេបាទអាហ្នឹងគឺបើ XLE គឺក្រូមេហើយតែបើ LE ទេគឺជោធម្មតាអញ្ចឹងជោធម្មតាអញ្ចឹងហើយមួយទៀតគឺកៅអីចុចបាទកៅអីចុចអញ្ចេះបើ LE គឺអាខ្លះចុចអាខ្លះអត់ចុចទេបាទអាខ្លះចុចអាខ្លះអត់ចុចទេអាហ្នឹង LE បាទអាខ្លះវាមូលដៃចេះបាទវាមូលចេះនៅកន្លែងនេះហ្នឹងនៅកន្លែងទៅនេះហ្នឹងវាមានអាប្រដាប់មូលចេះដែរអាហ្នឹង LE ខ្លះបាទ LE ខ្លះមានមូលដៃអញ្ចឹងហើយ LE ខ្លះវាមានចុចអញ្ចឹងប៉ុន្តែបើ XLE គឺដាច់ខាតត្រូវតែកៅអីចុចបាទត្រូវតែកៅអីចុចហើយកៅអីចុចគឺទាំងសងខាងបាទកៅអីចុចសងខាងមិនអាចមានតែមួយខាងដូច LE ទេបាទគឺកៅអីចុចសងខាងអ្នកជិះខាងស្ដាំនោះក៏មានកៅអីចុចដែរបាទអញ្ចឹងវាអីចុចសងខាងហ្នឹង XLE បាទហើយយើងមានចំណុចមើលជាច្រើនបាទមានចំណុចមើលជាច្រើនទៀតបាទហើយពូកអញ្ចឹងដែរពូកបើ LE ទេខ្លះស្បែកខ្លះកម្មញ័យបាទខ្លះស្បែកខ្លះកម្មញ័យប៉ុន្តែបើ XLE ហើយត្រូវតែពូកស្បែកស៊ីនមិនមែនពូកស្បែកដេទេណាពូកស្បែកស៊ីនចេញពីក្រុមហ៊ុនដែលយើងឃើញ LE ភាគច្រើនមានពូកស្បែកអីហ្នឹងគឺភាគច្រើនគឺគេដេទេបាទគេដេទេកម្រមានស៊ីនណាប៉ុន្តែបើ XLE គឺដឹងតែពូកស្បែកស៊ីនចេញពីក្រុមហ៊ុនមកដល់ចេញពីរោងចក្របាទហើយតាមជាងទ្វារនេះបើ XLE គឺស្បែកដែរប៉ុន្តែ LE គឺកម្មញ័យបាទកម្មញ័យទេជាកណាត់កម្មញ័យទេបើ XLE គឺស្បែកដែរនៅប្រឡោះប៉ុណ្ណឹងគ្រប់ទ្វារទាំង4ហ្នឹងគឺខាងនោះអីក៏អញ្ចឹងដែរបាទខាងនោះអីក៏អញ្ចឹងដែរគឺស្បែកបាទអាហ្នឹង XLE បាទអញ្ចឹងមានចំណុចជាច្រើនទៀតដែលយើងត្រូវមើលបាទឥឡូវយើងទៅមើលអីជាបន្តទៀតបាទអញ្ចឹងយើងចូលមកដល់ក្នុងនេះគឺយើងមើលកន្លែងម៉ាស៊ីនត្រជាក់បាទកន្លែងម៉ាស៊ីនត្រជាក់អញ្ចឹងបើ LE ទេគឺម៉ាស៊ីនត្រជាក់មូលដៃអញ្ចឹងបាទប្រភេទមូលអញ្ចឹងបាទ3អញ្ចឹងមូលអញ្ចឹងបាទ LE តែបើសម្រាប់ XLE វិញគឺមានបេតុងចុចបាទបេតុងចុចដូចអាខាងមញ៉េនេះអញ្ចឹងហ្នឹងហើយមានបេតុងចុចប៉កអញ្ចឹងបាទអត់មានមូលដៃចេះទៀតទេបាទហ្នឹង XLE បាទអាហ្នឹងមួយចំណុចទៅហើយមួយចំណុចទៀតហ្នឹងគឺប្រាង្គដៃបាទប្រាង្គដៃអញ្ចឹងបើ LE ប្រាង្គដៃវានៅកន្លែងចិត្តចង្កឹះលេខហ្នឹងហើយចិត្តចង្កឹះលេខហ្នឹងប៉ុន្តែបើ XLE គឺវាអត់នៅទៅនឹងទេបាទ XLE គឺវាអត់នៅទៅនឹងទេគឺវាមកនៅកន្លែងនេះនៅកន្លែងនេះបាទនៅកន្លែងហ្នឹងដូច Luxus និង Highlander អញ្ចឹងអាហ្នឹងបើ XLE ប្រាង្គដៃវាមកនៅទៅនឹងបាទតែបើ LE អត់ទេនៅទៅនេះបាទនៅទៅនេះអញ្ចឹងរបស់អញ្ចឹងសិតតែมันអាចកែបានទេបងប្អូនណាកែមិនបានទេអញ្ចឹងมันអាចឡើងស៊េរីទៅឡើង LE ឡើងទៅ XLE គឺมันងាយឡើងទេព្រោះវាមានចំណុចខុសគ្នាច្រើនណាមានចំណុចខុសគ្នាច្រើនសូម្បីតែម៉ាស៊ីនត្រជាក់ក៏ខុសបាទកន្លែងប្រាំងដៃប្រាំងអីក៏ខុសអញ្ចឹងសិតតែมันអាចកែប្រែបានទេណាបើកែក៏ចង់កែក៏អស់លុយច្រើនដែរបាទហើយនៅលើដៃចង្កូត
គឺ LE គឺធម្មតាអញ្ចឹងបាទអត់មានអីទេប៉ុន្តែបើ XLE វាមានបេតុងមួយខ្មៅនេះប៉ិនមេដៃនៅគៀនត្នេះណានៅគៀនត្នេះអាហ្នឹងគេប្រើប្រាស់មិនដឹងថាបច្ចេអីទេខ្ញុំអត់សូវដឹងដែរណាប៉ុន្តែដឹងតែមានហើយកន្លែងទៅនឹងអាហ្នឹង XLE បាទមានអឺបេតុងមួយប៉ិនមេដៃពណ៌ខ្មៅនៅជាប់ហ្នឹងបាទនៅជាប់ដៃចកោតហ្នឹងអាហ្នឹងមកចំណុចទៀតទៅហើយមកចំណុចពិសេសមួយទៀតហ្នឹងគឺ